ពេលដែលបងប្អូនគាំងយោបល់គាំងគំនិតរកគំនិតបង្កើតជា poster ឬមួយក៏ logo ឬមួយក៏រូបភាពបែបតាក់ទាញមិនឃើញក្នុងការប្រម៉ូទផ្សព្វផ្សាយផលិតផលរបស់បងប្អូនខ្ញុំណែនាំនៅកម្មវិធី Canva ដែលបងប្អូនអាច download កម្មវិធីនឹងយកមកប្រើហើយមានគំនិតថ្មីៗក្នុងការបង្កើត poster ក៏ដូចជា cover ក៏ដូចជាផ្សព្វផ្សាយផលិតផលរបស់បងប្អូនបាទអញ្ចឹងបងប្អូនមួយចំនួនធំបែរជាស្គាល់ហើយកម្មវិធី Canva បងប្អូនដែលស្គាល់ហើយមិនបាច់ទស្សនាវីដេអូហ្នឹងទេបើសិនជាអត់ស្គាល់អត់ដឹងអាចចូលមើលវីដេអូខ្ញុំបានអញ្ចឹងបងប្អូនចូលមកកាន់កម្មវិធី Canva មកបងប្អូនត្រូវ download សិនបាទអញ្ចឹងវាអត់ពិបាក download ទេបងប្អូនចូលទៅកាន់ App Store Play Store បងប្អូនអាច download កម្មវិធី Canva នឹងយកមកប្រើបានពេលដែលបងប្អូនចូលមកក្នុងកម្មវិធី Canva ហ្នឹងបងប្អូនត្រូវ log in វាសិនបាទ log in ហើយបងប្អូនមើលនេះគឺវាមាន function ច្រើនមែនទែនបងប្អូននិយាយទៅស្អីក៏មានដែរបងប្អូនមើលមានការបង្កើតវីដេអូជា Magic បាទមាន ad មាន social media មានបង្កើត channel របស់បងប្អូនទៀតបាទហើយមាន seed មានច្រើនមែនទែនប្រភេទជាកាត់តជាInstagram Story Instagram Post Instagram Reel Facebook Post Facebook Cover Facebook Story Mobile Video TikTok Video Short និយាយទៅមានច្រើនមែនទែនទាំង logo ទាំងការ poster របស់ខ្លួនឯងមានទាំង name card របស់យើងដែលផលិតឡើងទៀត poster បាទមានទាំងការបោះពុម្ពជាមួយនឹងកៅអៅទៀតបងប្អូនមើលមានច្រើនខ្លាំងមែនទែនអញ្ចឹងបងប្អូនអាច download កម្មវិធី Canva ដើម្បីពន្លឿននៃការផ្សព្វផ្សាយនៃការលក់នៃការបង្កើតអាជីវកម្មរបស់បងប្អូនបានអញ្ចឹងបងប្អូនពាក់ព័ន្ធជាមួយនឹងការធ្វើឬក៏បង្កើត edit នៅក្នុងកម្មវិធី Canva ហ្នឹងចាំខ្ញុំលម្អិតនៅវីដេអូក្រោយជូនបងប្អូនទៀត